សួស្តីបងប្អូនខ្មែរនៅកន្តាគីទាំងអស់គ្នាបើសិនជាបងប្អូនជាខ្មែរធ្វើកញ្ចក់នៅកន្តាគីបងប្អូនគួរតែស្ដាប់វីដេអូមួយនេះពីដើមដល់ចប់ខ្ញុំបាទ Hendrik ហើយខ្ញុំគឺជាគ្រូកញ្ចក់ដែលមាន license នៅអាមេរិកអញ្ចឹងនៅចាប់ពីថ្ងៃទី19ខែ3នេះទៅក្រុមហ៊ុន PSI ដែលជាក្រុមហ៊ុនរៀបចំការប្រឡងកញ្ចក់នៅកន្តាគីគេបានអាប់ដេតវិញ្ញាសាប្រឡងហើយអញ្ចឹងទេនៅក្នុងវីដេអូមួយនេះដែរខ្ញុំបាទនឹងបកស្រាយអំពីវិញ្ញាសាប្រឡងនៅកន្តាគីដែលជាវិញ្ញាសាថ្មីអាប់ដេតដោយ PSI អញ្ចឹងសូមមើលទៅមើលវិញ្ញាសាប្រឡងទាំងអស់គ្នាតោះបាទនេះគឺជាវិញ្ញាសាប្រឡងដែលចេញដោយ PSI ហើយនឹងចាប់ដើមគេដាក់ឲ្យយើងប្រឡងចាប់ដើមថ្ងៃទី19ខែ3នេះទៅអញ្ចឹងនៅកន្តាគីយើងនេះគេបានផ្លាស់ប្ដូរវិញ្ញាសាប្រឡងនេះខ្ញុំបាននិយាយអញ្ចឹងទី1នេះគេនិយាយតាក់ទងអំពីការគ្រប់គ្រងការចម្លង infection control ហ្នឹងចេញ 50% ណាអញ្ចឹងខ្ញុំនិយាយថាចំណុចសំខាន់បន្តដោយទៅអញ្ចឹងទី1នេះគេនិយាយថានឹងចេញអំពីជំងឺដែលឆ្លង infectious disease ជំងឺឆ្លងតាក់ទងជាមួយនឹងមេរោគហើយតាក់ទងជាមួយនឹងការការពារដើម្បីកុំឲ្យឈាមណាហើយតមកទៀតទី2តាក់ទងជាមួយនឹងទ្រឹស្ដីនិងដំណាក់កាលក្នុងការលាងសម្អាតហើយជាមួយនឹងកម្ចាត់មេរោគហើយបន្តមកទៀតក្នុងហ្នឹងមានចំណុចតូច ABC នេះគេនិយាយអំពីរបៀបលាងសម្អាតនិងកម្ចាត់មេរោគឧបករណ៍ដែលបានប្រើហើយដែលបានឆ្លងមេរោគហើយរបៀបលាងសម្អាតនិងកម្ចាត់មេរោគម៉ាស៊ីនហើយជាមួយនឹងឧបករណ៍ធំដែលយើង equipment ណាបងប្អូនហើយ equipment វាតកតងជាមួយនឹងដូចជាតុកដូចជាអំពូលភ្លើងភ្លឺតុកយើងអីផ្សេងៗហ្នឹងរបស់ធំហ្នឹងហើយ equipment ហ្នឹងហើយតមកទៀតដូចជាការលាងសម្អាតជូតតុកជូតអីកន្លែងយើងធ្វើការប្រចាំថ្ងៃតមកទី3ធំគេនិយាយតាក់ទងអំពីការកម្ចាត់មេរោគតាមដំណាក់កាលណាអញ្ចឹងវាមាន3ដំណាក់កាលបើសិនបងប្អូនបានរៀនគឺវាមាន cleaning disinfection ហើយ sterilization ណាអញ្ចឹងបងប្អូនត្រូវចេះតាមដំណាក់កាលមួយហ្នឹងគេនិយាយមិនគេបានន័យថាម៉េចគេធ្វើអីគេខ្លះហើយតមកទៀតទី4ធំតាក់ទងពីដំណាក់កាលដែលយើងត្រូវប្រតិបត្តិតាមនៅពេលដែលមានការកាត់ចិញ្ចៀនកើតឡើងអញ្ចឹងបងប្អូនត្រូវយល់អំពីស្តង់ដារការប្រុងប្រយ័ត្នហើយជាមួយនឹងការណែនាំផ្សេងៗតាក់ទងមួយ OSHA ជាមួយនឹង CDC ហ្នឹងយកទៅតាមយុទ្ធសាស្ត្រជំងឺឆ្លងទី5គេនិយាយអំពីផលិតផលដែលយើងត្រូវប្រើប្រាស់នៅពេលដែលយើង clean ហើយ disinfect នៅពេលដែលយើងលាងសម្អាតហើយជាមួយនឹងកម្ចាត់មេរោគទី6តាក់ទងអំពីការបិទផ្លាកសញ្ញាហើយជាមួយនឹងរបៀបទុកដាក់របស់ដែលលាងស្អាតហើយណាអញ្ចឹងដូចថារបស់លាងស្អាតហើយយើងបិទផ្លាកមកថារបស់ហ្នឹងលាងស្អាតហើយអញ្ចឹងយើងមានកូនប្រអប់តូចមួយដែលយើងដាក់បិទផ្លាកថាលាងស្អាតហើយឬមួយក៏ដបអីផ្សេងដបអាស៊ីថូដបអីហ្នឹងត្រូវមានផ្លាកសញ្ញាដែរអញ្ចឹងណាថាឲ្យដឹងថាក្នុងហ្នឹងអីគេទី7តាក់ទងជាមួយនឹងរបស់ដែលប្រើម្ដងហើយបោះចោលនិងរបស់ប្រើហើយប្រើបានទៀតអញ្ចឹងតើរបស់ណាខ្លះប្រើឲ្យបោះចោលរបស់ណាខ្លះប្រើឲ្យប្រើឡើងវិញបានលាងទឹកប្រើឡើងលាងកម្ចាត់មេរោគស្អាតទៅប្រើឡើងវិញបានអញ្ចឹងអាហ្នឹងបងប្អូនត្រូវដឹងដែរបើបងប្អូនអត់ដឹងទេត្រូវការសិក្សាទ្រឹស្ដីកញ្ចក់អីហ្នឹងបងប្អូនអាចតាក់ទងមកចូលក្នុង page របស់ខ្ញុំបានណាខ្ញុំមានប្រហាត់វគ្គសិក្សាពីទ្រឹស្ដីកញ្ចក់ហ្នឹងឯងដើម្បីត្រៀមប្រឡងទោះបីជាបងប្អូនប្រឡងជាភាសាខ្មែរក៏ដោយបើសិនបងប្អូនអត់ចេះទ្រឹស្ដីទេទៅដល់ទោះបីជាខ្មែរក៏នៅធ្លាក់ដែរអញ្ចឹងណាវាមិនខុសអីពីយើងប្រឡងច្បាប់ចរាចរណ៍ទេបើយើងអត់ស្គាល់ច្បាប់ចរាចរណ៍ផងបើទោះបីជាយើងប្រឡងខ្មែរក៏នៅតែធ្លាក់ដែរអញ្ចឹងណាបងប្អូនហ្នឹងហើយតមកទៀតទី B ចំណុចទី B នៅក្នុងinfection control ហ្នឹងដដែលអញ្ចឹងក្នុងនេះវាមាន10ចំណុចតូចៗអញ្ចឹងទី1នេះនិយាយតាក់ទងអំពីរបៀបរបបនៅក្នុងការធ្វើឲ្យកន្លែងការងាររបស់យើងហ្នឹងវាមានសុវត្ថិភាពល្អតមកទៀតសុវត្ថិភាពការសេតនភាពទឹកតើទឹកសេតនភាពប៉ុណ្ណាយើងតេស្តទឹករបៀបម៉េចដើម្បីកុំឲ្យលាបភ្ញៀវអីផ្សេងតាក់ទងជាមួយនឹងចំណុចហ្នឹងដែរកាលពីមុនអត់ដែរមានទេអញ្ចឹងណាអញ្ចឹងអានេះគឺថ្មីតាក់ទងជាមួយសេតនភាពទឹកនេះអញ្ចឹងអាផ្សេងលើនេះកាលមុនគឺធ្លាប់មានអស់ហើយអញ្ចឹងណាខាងលើខ្ញុំនិយាយទាំងម៉ានហ្នឹងតមកដល់ត្រឹមកន្លែងចំណុចទឹកនេះគឺអត់ដែរមានទេកាលពីមុនគេទុំដាក់ថ្មីហើយតមកទៀត safe use of equipment maintenance អញ្ចឹងអត់ដែរទេគឺការប្រើប្រាស់សុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍ការទុកដាក់ហើយជាមួយនឹងការបិទផ្លាកសញ្ញាផលិតផលគីមីអីផ្សេងដែលយើងប្រើប្រាស់ក្នុងសាឡនហ្នឹងជាមួយនឹង safety data sheet តារាងសុវត្ថិភាពនៃការប្រើប្រាស់ផលិតផលគីមីហើយបងប្អូនចង់ដឹងអាហ្នឹងឲ្យច្បាស់អីគេបងប្អូនអាចចូលរៀនជាមួយខ្ញុំបានណាឬក៏តាមដាន page របស់ខ្ញុំនឹងកំពុងតែបង្ហោះសំណួរទៅឡើយបញ្យល់ចំណុចជាភាសាខ្មែរនៅក្នុង page ហើយនឹង YouTube របស់ខ្ញុំហើយបន្តមកទៀតតកតងជាមួយនឹងការហាមឃាត់តើរបស់ណាអាចมันអាចប្រើប្រាស់ខ្លះចឹងអានេះក៏ថ្មីដែរកាលមុនគេអត់មានបញ្ជាក់កន្លែងហ្នឹងទេឥឡូវហ្នឹងគេចាប់ដាក់បញ្ជាក់កន្លែងហ្នឹងបានន័យថាអាចនឹងគេសកត់ធ្ងន់កន្លែងហ្នឹងតែរបស់ណាខ្លះដែលគេហាម5ដល់យើងប្រើប្រាស់តមកទៀតទី6តកតងជាមួយនឹងការប័ណ្ណបញ្ញត្តិច្បាប់គ្រប់គ្រងរបស់សហព័ន្ធតកតងជាមួយនឹងសុវត្ថិភាពនៅកន្លែងការងារណា
ចឹងយើងនឹងមានក្នុងហ្នឹងគឺខាង OSHA EPA ឬក៏ FDA នេះហ្នឹងគេបានចេញចរាចរណ៍ណែនាំតាក់ទងមួយសុវត្ថិភាពនៅក្នុងកន្លែងការងារអីផ្សេងៗហ្នឹងគឺយើងត្រូវដឹងអស់ហ្នឹងទី7 identify adverse reaction to chemical អញ្ចឹងអានេះក៏ថ្មីដែរអាហ្នឹងយើងគឺយើងត្រូវចេះកំណត់អត្តសញ្ញាណនៃការប្រតិកម្មពេលយើងធ្វើប៉ះពាល់ជាមួយនឹងគ្រឿងគីមីណាតើវាមានប្រតិកម្មបែបណាហើយយើងត្រូវដឹងថាយើងត្រូវគួរធ្វើម៉េចនៅពេលមានប្រតិកម្មហ្នឹងហើយក៏យើងត្រូវដឹងពីការជៀសវាងដើម្បីជៀសវាងកុំឲ្យមានប្រតិកម្មហ្នឹងកើតឡើងអានេះបងប្អូនអាចរៀនអំពីមេរៀន product chemistry ណាមានមេរៀនមួយនៅក្នុងសភៅពុំគឺគេនិយាយអំពីគីមីវិទ្យានៃផលិតផលកញ្ចក់អាហ្នឹងដើម្បីចេះចំណុចទី7ទី8នេះអាហ្នឹងបងប្អូនអាចរៀនមេរៀនហ្នឹងបានទី8នេះគេតែងតងពីការយើងការពារខ្លួនពីផលិតផលគីមីអញ្ចឹងយើងអាចពាក់ម៉ាស់ពាក់អីចឹងទៅពាក់សូមដៃពាក់អីចឹងណាហើយទី9នេះតកតងពីប្រព័ន្ធបូមខ្យល់នៅក្នុងសាឡនណាត្រូវមានប្រព័ន្ធបូមខ្យល់ទី10នេះក៏ថ្មីដែរទី10នេះតកតងជាមួយនឹងសុវត្ថិភាពនៅក្នុងការប្រើប្រាស់គ្រឿងអគ្គិសនីកាលមុនអត់ដែលមានទេឥឡូវហ្នឹងមានហើយទី10ហ្នឹងអញ្ចឹងគេក្នុងនេះក្នុងចំណុចទី2ធំនេះគឺគេថែម safe water temperature សីតុណ្ហភាពទឹកការគ្រឿងគីមីដែលគេហាមឃាត់ក្នុងការប្រើប្រាស់ហើយប្រតិកម្មគីមីហើយជាមួយនឹងអគ្គិសនីនេះដែលគេថែមពីលើអ្វីដែលយើងបានប្រឡងការពីមុនណាតមកទៀតដល់ចំណុចទី2 top នេះតកតងជាមួយនឹងការពិគ្រោះយោបល់ហើយជាមួយនឹងការវិភាគកញ្ចក់អញ្ចឹងទី1នេះគឺគេ TA នេះគេនិយាយអំពីការពិគ្រោះយោបល់មួយភ្ញៀវអញ្ចឹងយើងតកតងជាមួយយើងត្រូវចេះអំពី form លិខិតពាក្យដែលតកតងជាមួយនឹងការពិគ្រោះយោបល់មួយភ្ញៀវហ្នឹងតែយើងពិគ្រោះយោបល់របៀបម៉េចហើយយើងត្រូវដឹងថាគេអាចនឹងមាន possible contraindication នេះបានន័យថាគេអាចមានជំងឺអីពីមុនមកកញ្ចក់គេមានលក្ខណៈការៈបែបណាពីមុនមកហើយពេលមកធ្វើកញ្ចក់ជាមួយយើងហ្នឹងតើយើងអាចផ្ដល់សេវាកម្មឲ្យគេកើតអត់ឬក៏យើងអាចផ្ដល់បានដោយការប្រុងប្រយ័ត្នបែបណាខ្លះអញ្ចឹងណាអាហ្នឹងគេចង់និយាយពីអញ្ចឹងតកតងជាមួយនឹងអានេះក៏ដូចគ្នាដែរទី2នេះទី3នេះតើយើងឲ្យគេទៅជួបពេទ្យជួបអីណាបើយើងធ្វើអត់បានអញ្ចឹងនៅក្នុងវិញ្ញាសាថ្មីនេះគេសង្កត់ធ្ងន់ខ្លាំងទៅលើ contraindication បានន័យថាបើសិនជាភ្ញៀវមានជំងឺមានអាការៈបែបណាយើងត្រូវធ្វើបែបណាយើងបន្តដល់សេវាកម្មឲ្យគេឬក៏យើងថតដោយធម្មតាឬមួយក៏យើងដល់សេវាកម្មឲ្យគេដោយការប្រុងប្រយ័ត្នឬមួយក៏យើងអត់ផ្ដល់សេវាកម្មឲ្យគេទៅពេទ្យអាហ្នឹងគេសង្កត់ខ្លួនឯងហ្នឹងណាតមកទៀតតទៅមួយ skin and nail នេះគឺ skin នេះគឺតែថ្មីកាលពីមុនអត់ដែលមាន skin ទេអូខេឥឡូវហ្នឹងគេបញ្ចូលមេរៀន skin នេះស្បែកណាតទៅមួយស្បែកអញ្ចឹងតទៅមួយរូបរចនាសម្ព័ន្ធស្បែកយើងវិភាគស្បែកទៅស្បែកហ្នឹងកើតអីស្បែកហ្នឹងមានរចនាសម្ព័ន្ធបែបណាស្ទាប់ស្បែកទី1ស្ទាប់ស្បែកទី2ស្ទាប់ទី3ឡើងហើយតមកទៀតតទៅជាមួយនឹងប្រតិកម្មហើយជាមួយនឹង allergic ស្បែកហ្នឹងមាន allergic បែបណាតេស្តបែបណាហើយ contraindication ដូចគ្នាដែរគឺអ្នកមានស្បែកឬក៏កញ្ចក់អាការៈបែបណាដែលយើងអត់អាចផ្ដល់សេវាកម្ម manicure pedicure ឲ្យឬក៏យើងផ្ដល់ដែរប៉ុន្តែយើងផ្ដល់តែការប្រុងប្រយ័ត្នដូចជាសញ្ញានៃការប្រតិកម្មនៅពេលយើងប្រើប្រាស់ផលិតផលគីមីផ្សេងៗនៅពេលយើងផ្ដល់សេវាកម្មឲ្យគេជំងឺកញ្ចក់ជំងឺស្បែកភាពមិនប្រក្រតីកញ្ចក់ភាពមិនប្រក្រតីនៃស្បែកអញ្ចឹងទាំងអស់នេះនឹងចេញប្រឡងដែរណាកាលមុនមានតែរឿងអស់នេះកាលមុនមានតែកញ្ចក់ទេតែឥឡូវគេឲ្យយើងប្រឡងស្បែកដែរអញ្ចឹងស្បែកមានភាពសាំញ៉ាំជាងកញ្ចក់ទៀតអញ្ចឹងរឿងហ្នឹងយើងពិបាកបន្តិចណាចំណុចហ្នឹងទី3តកតងជាមួយនឹងការថែទាំស្បែកអញ្ចឹងយើងមានម៉ាសានេះក៏ធ្លាប់ចេញហើយដែរកាលពីមុនក៏មានម៉ាសាដែរប៉ុន្តែដោយចែកណននេះគឺមានស្បែកដូចគ្នាគឺគេនិយាយអំពីចំណុចគឺថ្មីជ្រើងតែម្ដងខ្ញុំគូសនេះអញ្ចឹងគេនិយាយតកតងអំពីការយើងសុវត្ថិភាពក្នុងការប្រើប្រាស់ម៉ាស៊ីនឧបករណ៍ផ្សេងៗដែលដើម្បីថែទាំស្បែកហើយបន្តមកទៀតរបៀបដាក់កសែងក្តៅហើយរបៀបដោះកសែងក្តៅថាយើងដាក់វាមិនដោះវាមិនយើងដាក់មិនកុំឲ្យលាបភ្ញៀវឡាក់នឹងឡាក់ទី3 safe product use and application all skin care អញ្ចឹង skin condition អញ្ចឹងយើងត្រូវសុវត្ថិភាពក្នុងការប្រើប្រាស់ផលិតផលនិងការលាបផលិតផលនានាទៅលើស្បែកណាហើយសុវត្ថិភាពក្នុងការកម្ចាត់ callus អានេះយើងធ្លាប់មាននៅកាលមុនមកប៉ុន្តែជាពិសេសកន្លែង hot towel នេះកន្លែងខ្សែក្តៅនេះអត់ដែលមានទេឥឡូវវាមានដល់ចុងក្រោយតកតងជាមួយនឹងការតម្ហែតំកញ្ចក់អញ្ចឹងការតម្ហែតំកញ្ចក់នេះគឺតកតងពីសុវត្ថិភាពនៅក្នុងការប្រើប្រាស់ឧបករណ៍សុវត្ថិភាពក្នុងការរុះហើយនឹងបោះកញ្ចក់សុវត្ថិភាពក្នុងការកាត់ cuticle សុវត្ថិភាពក្នុងការធ្វើ pedicure manicure តកតងជាមួយនេះគឺតកតងជាមួយនឹងប្រព័ន្ធបូមខ្យល់ទៀតហើយអញ្ចឹងយើងត្រូវរៀនពីប្រព័ន្ធបូមខ្យល់ច្បាស់ណាព្រោះក្នុងនេះគេសង្កត់ក្នុងលើប្រព័ន្ធបូមខ្យល់ហើយជាមួយនឹងអានេះទី2នេះតកតងជាមួយ infection control តើយើងគ្រប់គ្រងការចម្លងនៅក្នុងសាឡនរបៀបម៉េចរបៀបគ្រប់គ្រងឧទាហរណ៍យើងទៀតនេះយើងដាក់របស់ដែរយើងត្រូវបិទប្រអប់ឧបករណ៍របស់យើងនៅពេលដែលយើងកាត់កញ្ចក់គេដោយសារតែចង្កេះកញ្ចក់ហ្នឹងវាហើរចូលអញ្ចឹងណា
ហើយជាប់ប្រអប់ដែលយើងប្រអប់ដាក់ឧបករណ៍ស្អាតណាដល់ពេលអញ្ចឹងវាឆ្លងអញ្ចឹងគេឲ្យបិទអញ្ចឹងអានេះជាឧទាហរណ៍របស់គេទេហើយបន្តមកទៀតតទៅជាមួយនឹងការតកញ្ចក់អញ្ចឹងយើងត្រូវយល់អំពីការជួសជុលនិងការតកញ្ចក់ដែលយើងប្រើផលិតផលនានាតទៅមួយនឹង enhancement product នេះផលិតផលតកញ្ចក់មានច្រើនអាចจะមានacrylic អាចមាន hard gel អាចមាន hybrid gel អាចមាន deep powder អាចមានអីផ្សេងៗណាអញ្ចឹងបងប្អូនត្រូវយល់រឿងអស់ហ្នឹងហើយតកតងជាមួយនឹងការចាក់ការថែទាំការជួសជុលហើយមួយការដោះអញ្ចឹងត្រូវដោះវាមិនយើងដោះដូចយើងធ្វើនៅកញ្ចក់នៅហាងឬក៏មិនសូមបញ្ជាក់ផងដែរតកតងជាមួយកន្លែងហ្នឹងគឺបងប្អូនត្រូវយល់ថាក្នុងទ្រឹស្ដីវាអត់ដូចពេលយើងធ្វើអនុវត្តផ្ទាល់ទេក្នុងអនុវត្តផ្ទាល់យើងច្រើនតែធ្វើផ្ទុយពីទ្រឹស្ដីអញ្ចឹងណាអញ្ចឹងបើសិនបងប្អូនអាងថាបងប្អូនជាងកញ្ចក់ហើយទៅប្រឡងខ្មែរទៅដឹងទៅជាប់អីអាចនឹងធ្លាក់ណាព្រោះយើងក្នុងទ្រឹស្ដីគេនិយាយផ្សេងវាអត់ដូចក្នុងការយើងអនុវត្តផ្ទាល់ទេភាគច្រើនហើយក្នុងវិញ្ញាសាថ្មីនេះដែរខ្ញុំអាចនិយាយសរុបបានថាគេផ្ដោតសំខាន់ខ្លាំងទៅលើសុវត្ថិភាពនៅក្នុងការរក្សាគ្រប់គ្រងការចម្លងនៅក្នុងហាងសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍សុវត្ថិភាពក្នុងការប្រើប្រាស់ផលិតផលគីមីផ្សេងៗអាហ្នឹងគឺចំណុចខំទី1ដែលគេសង្កត់ធ្ងន់គឺសុវត្ថិភាពទី2គឺការគ្រប់គ្រងការចម្លងគឺតើយើងធ្វើម៉េចកុំឲ្យមេរោគនោះឆ្លងពីរបស់មួយទៅរបស់មួយពីភ្ញៀវទៅមួយទៅភ្ញៀវមួយអាហ្នឹងគឺទី2ដែលគេសង្កត់ធ្ងន់លើទី3គឺគេសង្កត់ធ្ងន់លើម៉ាស៊ីនបូមខ្យល់ទី4គេសង្កត់ធ្ងន់ទៅលើតើភ្ញៀវមានអាការៈបែបណាយើងត្រូវផ្ដល់សេវាកម្មបែបណាឲ្យគេជាងការភ្ញៀវគាត់ស្បែកស្ដើងខ្លាំងតើយើងត្រូវធ្វើម៉េចយើងមិនអាចប្រើ cuticle nipper បានទេយើងមិនអាចប្រើកន្ត្រៃកាត់ខ្សាច់បានទេហ្នឹងជាឧទាហរណ៍មួយទេអញ្ចឹងយើងត្រូវចេះកំណត់អត្តសញ្ញាណថាភ្ញៀវមកដៃគាត់របៀបម៉េចយើងត្រូវផ្ដល់សេវាកម្មបែបម៉េចឲ្យគាត់ទទួលសេវាកម្មកើតអត់អាការៈកញ្ចក់គាត់ហ្នឹងហើយបើសិនជាគាត់ទទួលគាត់កើតទេយើងត្រូវបញ្ជូនគាត់ទៅពេទ្យឬមួយក៏យើងអាការៈខ្លះយើងអាចផ្ដល់បានប៉ុន្តែយើងធ្វើសេវាកម្មហ្នឹងដោយការប្រុងប្រយ័ត្នអញ្ចឹងតាក់ទងជាមួយនឹងភាសាថ្មីនេះគឺគេសង្កត់ធ្ងន់លើចំណុច4ហ្នឹងឯងហើយបើសិនជាបងប្អូនថាអត់ចេះទ្រឹស្ដីទាំងអស់នេះអត់ដឹងរៀននៅណាបងប្អូនអាចរៀនជាមួយខ្ញុំបានខ្ញុំផ្ទាល់គឺជាគ្រូដែលមាន license កញ្ចក់ណាទទួលបើកមហត្ថណៈរៀនទ្រឹស្ដីកញ្ចក់នឹងឯងអញ្ចឹងជាមិនថាជាអង់គ្លេសឬក៏ខ្មែរទេហើយបងប្អូនអាចតាក់ទងខ្ញុំបានដូចខ្ញុំនិយាយចឹងបើបងប្អូនអត់ចេះទ្រឹស្ដីទេទោះបីបងប្អូនទៅប្រឡងភាសាខ្មែរក៏នៅធ្លាក់ដែរអញ្ចឹងអរគុណច្រើនបើសិនមានសំណួរអីតាក់ទងជាមួយនឹងការវិញ្ញាសាប្រឡងនេះបងប្អូនអាចសួរខ្ញុំបន្ថែមបានណាជួបគ្នានៅវីដេអូក្រោយហើយខ្ញុំនឹងបន្តបង្ហោះសំណួរចម្លើយពន្យល់ជាភាសាខ្មែរនៅក្នុង page របស់ខ្ញុំដដែលអញ្ចឹងបងប្អូនអាចតាមដាន page ហើយជាមួយនឹង YouTube របស់ខ្ញុំបានការគ្រប់គ្រងរបស់បងប្អូនគឺជាការផ្ដល់ទឹកចិត្តដល់ខ្ញុំបន្តទៅមុខទៀតអញ្ចឹងសូមបងប្អូនជួយ support ផងអរគុណបាយបាយ